បាទសួស្តីអ្នកទាំងអស់គ្នាវិលជួបគ្នាម្ដងទៀតហើយក្នុងវីដេអូនេះដែរខ្ញុំនឹងមកធ្វើការបង្ហាញអ្នកទាំងអស់គ្នាអំពីការដំឡើង Windows Server 2016នៅក្នុងកម្មវិធី VMware បាទអញ្ចឹងមុននឹងយើងដំឡើងជាដំបូងយើងត្រូវមាន file Windows Server របស់យើងសិនបាទអញ្ចឹងកន្លែងនេះអូខេយើងអាចចូលទៅកន្លែង create new virtual machine នេះមកចឹងន័យថាកន្លែងនេះយើងចូលទៅបង្កើតម៉ាស៊ីនសិប្បនិម្មិតនៅក្នុងកុំព្យូទ័រWindows របស់យើងនេះបាទចឹងកន្លែងនេះយើងចុច create new នេះមកអូខេហើយកន្លែងនេះយើងជ្រើសរើសទៅតាម recommend របស់គេមកនេះកន្លែង typical recommend នេះមកបាទអូខេដល់ហើយចុច next អូខេចឹងយើងមើលកន្លែង option កន្លែងនេះតើតើនឹង installer thisចឹងបើយើងមានតកតងនឹងប្រភេទជា task disk ចឹងយើងអាចចូលទៅដំឡើងវាទៅតាមប្រភេទ task disk នឹងបានប៉ុន្តែអញ្ចឹងកន្លែងនេះខ្ញុំអត់មានទេអញ្ចឹងខ្ញុំបង្ហាញអ្នកនរគ្នាទៅដំឡើងទៅតាមកន្លែង install ប្រភេទ file នេះ disk image file ISO នេះអូខេជា file ដែលយើងបាន download វាមកហើយជាប្រភេទ file ISO បាទអូខេអញ្ចឹងកន្លែងនេះខ្ញុំចុចពាក្យប្រើអូខេអញ្ចឹងខ្ញុំចូលទៅរកតកតង file Windows របស់ខ្ញុំ file Windows Server របស់ខ្ញុំទុកក្នុង drive D អូខេហើយក្នុង document អញ្ចឹងកន្លែងនេះអូខេនេះខ្ញុំទុកកន្លែងនេះ Windows Server 2016អញ្ចឹងកន្លែងនេះ select ទៅលើ file Windows Server 2016យើងនេះមកអូខេហើយយកចុចពី open អូខេបន្តមកយើងធ្វើការចុច nextបាទអញ្ចឹងកន្លែងនេះតកតងនឹង product key នេះអញ្ចឹងបើសិនជាយើងមានតកតង product key យើងអាចវាបញ្ចូលលើនេះទៅបានឬក៏យើងចាំមកពេលយើង install ហើយយើងចាំ create វាទៅតាមក្រោយក៏បានដែរបាទអូខេអញ្ចឹងកន្លែងនេះអូខេឈ្មោះតកតងនឹងឈ្មោះម៉ាស៊ីនកុំព្យូទ័ររបស់យើងទេ Windows របស់យើងតកតងនឹងកន្លែង password នេះ optional យើងចង់ដាក់ក៏បានមិនបាច់ដាក់ក៏បានដែរយើងចាំដាក់ពេលក្រោយទៀតក៏បានដែរបាទអូខេយើងកន្លែងនេះតកតងនឹង version of Windows to install អាហ្នឹងតកតងនឹងប្រភេទ Windows Server ដែលយើងចង់ install ហ្នឹងវាមានឲ្យយើងជ្រើសរើសវាមាន data center ហើយនិង data core អញ្ចឹងខ្ញុំបញ្ជាក់បន្តិចតកតងនឹងប្រភេទម៉ាស៊ីន server core ហ្នឹងអាហ្នឹងជាប្រភេទម៉ាស៊ីនដែលវាអត់មាន interface ទេអញ្ចឹងកន្លែងនេះយើងយកតកតងនឹង data center ហ្នឹងមកបាទហើយយើងចុច next ហើយបន្ទាប់មកវានឹងសួរព័ត៌មានយើងតកតងពីការអូខេដាក់តកតងនឹង product key អញ្ចឹងកន្លែងនេះអូខេយើងចុច yes មកបាទអញ្ចឹងកន្លែងនេះតកតងនឹង virtual machine name អាហ្នឹងតកតងនឹង virtual machine name ហ្នឹងគឺជាឈ្មោះដែលយើងដាក់នៅពេលដែលយើងធ្វើការ install ហើយអញ្ចឹងកន្លែងនេះវានឹងបង្ហាញឈ្មោះនៅកន្លែងនេះផ្ទាំងកន្លែងក្រោម library នេះកន្លែង my computer នេះគេវានឹងបង្ហាញឈ្មោះកន្លែងហ្នឹងអូខេអញ្ចឹងកន្លែងនេះយើងដាក់ធ្វើថា server 2016ឬក៏ Windows Server 2016ចឹងទៅបានឬក៏យើងចង់ដាក់ឈ្មោះអីផ្សេងក៏បានដែរបាទដែលវាត្រូវបង្ហាញឈ្មោះនៅត្រង់ចំណុចនេះហើយមួយទៀតតកតងកន្លែង location នេះគឺជាទីតាំងដែលយើងត្រូវសម្រាប់យើងផ្ទុកទៅលើ Windows Server ដែលយើងបានដំឡើងយើងចង់ផ្ទុកWindows Server file Windows Server របស់យើងហ្នឹងទុកនៅទីណានៅពេលដែលយើង install ហើយអញ្ចឹងកន្លែងនេះយើងចុចប្រើមកហើយយើងអាចទៅជ្រើសរើសទីតាំងបានអញ្ចឹងកន្លែងនេះខ្ញុំយក DPC អញ្ចឹងខ្ញុំទុកនៅក្នុង drive C ចុះយើងចង់ទុកនៅក្នុង drive D ក៏បានដែរអត់បញ្ហាទេអញ្ចឹងកន្លែងនេះយើងបង្កើត folder មួយមកស្រាប់ដាក់ឈ្មោះឲ្យឥឡូវខ្ញុំដាក់ Windows អូខេ server អញ្ចឹងទៅបាទ2016អូខេអញ្ចឹងធ្វើមកអូខេទុកទៅមកយើងអាចទុកក្នុងហ្នឹងបានអូខេហើយបន្ទាប់មកយើងធ្វើការចុច next ទៀតអូខេអញ្ចឹងកន្លែងនេះតកតងនឹង maximum disk size នេះអញ្ចឹងកន្លែងនេះគេ recommend ឲ្យយើង60G តកតងនឹងការកំណត់តម្លើងទៅលើ Windows Server របស់យើងហ្នឹងអូខេយើងមើលត្រង់ចំណុចនេះកន្លែងតកតងនឹង
store virtual disk as a single file អញ្ចឹងកន្លែងនេះមានន័យថានៅពេលដែលយើង install file ហ្នឹងទៅអញ្ចឹង file វាជាប្រភេទ file តែមួយអញ្ចឹងប្រភេទ file តែមួយទេអញ្ចឹងកន្លែងនេះមានន័យថាកន្លែង single file នេះមានន័យថានៅពេលដែលយើងធ្វើការតម្លើងតាក់ទងនឹង Windows Server របស់យើងហ្នឹងតាក់ទងជាប្រភេទ single file អញ្ចឹងនៅពេលដែលយើងតម្លើងទៅអញ្ចឹង file ហ្នឹងគឺយើងប្រើបានតែទៅលើ computer របស់យើងនេះទេបាទអូខេដល់ពេលយើងប្រើ multiple file នេះមានន័យថាឧទាហរណ៍ថាតាក់ទងនឹងនៅពេលដែលយើងតម្លើងតាក់ទងនឹង Windows Server យើងហើយអញ្ចឹងតាក់ទងនឹងព័ត៌មានផ្សេងទៀតឧទាហរណ៍ថាយើងធ្វើការ configure ទៅលើ DHCP ឬក៏ DNS អញ្ចឹងនៅពេលមានអ្នកដទៃឬក៏អ្នកផ្សេងមិត្តភក្តិយើងគាត់ copy file នឹងយកទៅប្រើអញ្ចឹងតាក់ទងនឹងព័ត៌មានដែលយើងបាន update ឬក៏ configure ហើយអញ្ចឹងនៅពេលគេយកទៅប្រើទៅគឺវាបានមកដូចគ្នាបាទវា copy កន្លែង single file នេះបាទហើយបន្ទាប់មកយើងធ្វើការចុច next មកអញ្ចឹងកន្លែងនេះយើងជ្រើសរើសយកកន្លែង multiple file នេះហើយអូខេអញ្ចឹងកន្លែងនេះយើងចូលទៅ customize hardware មកយើងចូលទៅកំណត់មកតាក់ទងនឹងmemory អញ្ចឹងកន្លែងនេះខ្ញុំអាចជ្រើសរើសយក 4G ហើយតាក់ទងនឹង processor របស់យើងអូខេអញ្ចឹងកន្លែងនេះខ្ញុំយក processor ដាក់4ដែរទៅអញ្ចឹង22 4ដែរអូខេតែប៉ុណ្្នឹងមកអូខេអញ្ចឹងកន្លែងនេះដើម្បីឲ្យម៉ាស៊ីន server របស់យើងហ្នឹងវាដំណើរការឲ្យបានលឿនបន្តិចបាទអញ្ចឹងកន្លែងនេះខ្ញុំចុច close ហើយបន្ទាប់មកកន្លែងនេះខ្ញុំចុច finish អូខេអញ្ចឹងអ្នកទាំងពីរសូមរកចាំតិចសិនទៅបាទអញ្ចឹងកន្លែងនេះយើងអាចជ្រើសរើសជាប្រភេទ file Windows Server របស់យើងមកដែលតាក់ទងនឹង edition របស់គេឬក៏តាក់ទងនឹង version របស់គេអញ្ចឹងកន្លែងនេះយើងយក standard នេះហើយបន្ទាប់មកយើងធ្វើការចុច next មកបាទអញ្ចឹងកន្លែងនេះយើងធ្វើការរងចាំតិចទៅដើម្បីឲ្យវាធ្វើការ install ទៅលើ file Windows Serverអូខេអញ្ចឹងយើងរងចាំបន្តិចសិនទៅបាទអូខេអញ្ចឹងនេះគឺជាឈ្មោះ Windows Server របស់យើងបាទប៉ុន្តែវាមិនមែនជាឈ្មោះ domain ដែលនៅក្នុង server នេះទេបាទអូខេអញ្ចឹងការដំឡើងតាក់ទងនឹងWindows Server របស់យើងគឺបានទទួលជោគជ័យ 100% ហើយបាទចឹងកន្លែងនេះគេឲ្យយើង restart មួយសិនអូខេអញ្ចឹងតាក់ទងនឹង Windows Server របស់យើងគឺតាក់ទង OS របស់វាគឺស្តៀងតែដូចទៅនឹង Windows 10ដែរបាទអូខេអញ្ចឹងកន្លែងនេះអូខេ
ពេលបើមកពេលមកមុនរងគឺវាមានតែតកតងក្នុងស្រាប់នឹងមួយឯងអញ្ចឹងគឺយើងអាចចូលទៅយកតកតងនឹង icon ផ្សេងៗទៀតមកប្រើបានអូខេយ៉ាងកន្លែងនេះគឺវាទាមទារឲ្យយើងតកតងនឹង activate Windows Server របស់យើងសិនអូខេអូខេអញ្ចឹងតោះតែយើង activate តកតងនឹង Windows Server របស់យើងសិនបានយើងអាចចូលទៅទាញយកតកតងនឹង desktop icon របស់យើងបានអូខេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាចេះហើយតកតងនឹងការ activate អីហ្នឹងអូខេហើយក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងតកតងនឹងការដំឡើង Windows Server 2016របស់យើងបាទហើយក្នុងវីដេអូក្រោយខ្ញុំនឹងធ្វើការ config ទៅលើ tool ខ្លះៗតកតងឧទាហរណ៍តកតងទៅនឹងDHCP ឬក៏ DNS ឬក៏ Active Directory អីចឹងបាទអូខេអញ្ចឹងអ្នកទាំងគ្នាអាច subscribe ទៅលើ channel ខ្ញុំម្នាក់មួយមកដើម្បីទទួលបាននូវព័ត៌មានថ្មីៗឬក៏វីដេអូថ្មីៗខ្ញុំនឹងធ្វើការចែករំលែកជូនទៅដល់អ្នកទាំងអស់គ្នាបាទអូខេ